រាជធានីភ្នំពេញនៅថ្ងៃទី30 ខែឧសភាឆ្នាំ2025នេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអំពាវនាវដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្នក្នុងការចូលរួមថវិការូបត្ថម្ភផ្សេងទៅកាន់កងទ័ពជួរមុខដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនតាមការបញ្ជាក់របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបន្ថែមថានាពេលថ្មីនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសង្កេតឃើញថាស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងជួបប្រទះបញ្ហាតាមបន្ទាត់ព្រំដែនដោយមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលបានកើតឡើងនៅព្រឹកថ្ងៃទី28 ខែឧសភាឆ្នាំ2025នៅក្នុងភូមិសាស្ត្រភូមិដេជោមរកឃុំរកស្រុកជុំខ្សានខេត្តព្រះវិហារដែលបណ្ដាលឲ្យកងទ័ពមួយរូបគឺលោកព្រិនបាឯកសួនរ៉ូនបានពលីនៅក្នុងព្រឹត្តិការណ៍នេះហើយក៏មានការផ្សព្វផ្សាយតាមកណីក្នុងបណ្ដាញទំនាក់ទំនងសង្គមជារឿនក្នុងការគៀកោសប្បុរសជនចូលរួមជាបច្ច័យដល់គ្រួសារនៃសពនិងគៀកោថវិកាពីសប្បុរសជនមានការចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈផ្សេងជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនបច្ចុប្បន្ននាយកដ្ឋានកំពុងធ្វើការកំណត់និងស្រាវជ្រាវថាតើកណនីឬទំព័រ Fake ណាខ្លះដែលផ្សព្វផ្សាយមានគោលបំណងច្បោកសប្បុរសជនដើម្បីមានចំណាត់ការតាមផ្លូវច្បាប់នាយកដ្ឋានសូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិកាផ្សេងក្នុងនាមជាសប្បុរសជនក្រោមរូបភាពគៀកោថវិកាដែលគ្មានប្រភពផ្លូវការច្បាស់លាស់